សម្រាប់លំហែកំសាន្តទេសនាបាទព្យាបាលសុខភាពសកម្មភាពសាសនាសកម្មភាពកីឡឹងឲ្យតែស្របច្បាប់បាទតើគោលបំណងទេសចរមានអត្ថន័យដូចដែរគ្រូចាសូមក្រុមជើញបាទគោលបំណងទេសចរអញ្ចឹងត្រូវយល់ពាក្យថាគោលបំណងនៅក្នុងវចនានុក្រមខ្មែរដែលរៀបរៀងដោយសម្ដេចព្រះមហាសង្ឃរាជជួនណាតចូលតញ្ញាណោលោកបានបញ្យល់ថាគោលបំណងមានន័យថាបំណងដ៏សំខាន់បាទបំណងដ៏សំខាន់គឺបំណងជាគោលនឹងឯងបាទគឺសេចក្តីប៉ងចង់បានអ្វីមួយបាទសេចក្តីប្រាថ្នាចំណុចដែលប៉ងប្រាថ្នាអ្វីដែលចង់បានបាទអ្វីដែលចង់បាននឹងឯងគឺជាគោលបំណងបាទហើយគោលបំណងទេសចរគឺសំដៅដល់គោលបំណងសំខាន់ដូចជាសម្រាប់លំហែកំសាន្តទេសនាបាទព្យាបាលសុខភាពសកម្មភាពសាសនាសកម្មភាពកីឡាធុរកិច្ចសាកសួរសុខទុក្ខញាតិមិត្តបាទពិនិត្យសុខភាពសិក្សាស្រាវជ្រាវនិងគោលបំណងទេសចរស្របច្បាប់ផ្សេងទៀតបាទអញ្ចឹងឲ្យតែស្របច្បាប់បាទគឺគោលបំណងទេសចរហើយបាទឧទាហរណ៍ថាជនបរទេសឧទាហរណ៍នៅប្រទេសអឺរ៉ុបដូចជាបារាំងអាល្លឺម៉ង់បែលហ្សិកអ៊ីតាលីអីជាដើមប្រាក់ខែគេខ្ពស់អញ្ចឹងគេសង្កេតមើលឃើញថាប្រទេសកម្ពុជាយើងជាប្រទេសដែលមានសក្តានុពលបាទជាប្រទេសដែលសម្បូរទៅដោយតំបន់ទេសចរទាំងប្រវត្តិសាស្ត្រវប្បធម៌ទាំងតំបន់ឆ្នេរទាំងព្រៃភ្នំបាទគឺមានចម្រុះហើយស្រស់ស្អាតបាទហើយតំបន់មួយចំនួនក៏បានคล้ายជាបេតិកភណ្ឌសម្បត្តិបេតិកភណ្ឌពិភពលោកថែមទៀតបាទអញ្ចឹងគេឃើញថាប្រទេសកម្ពុជាយើងមានសក្តានុពលអញ្ចឹងគេឃើញថាប្រទេសកម្ពុជាយើងស្រស់ស្អាតអញ្ចឹងគេអាចអញ្ជើញមកធ្វើដំណើរកំសាន្តរយៈពេល1ខែឬក៏2ខែសម្រាប់លំហែបាទដើម្បីសាកថ្មជីវិតអីចឹងទៅបាទអញ្ចឹងគឺមានន័យថាមានភាពងាយស្រួលពួកអីតម្លៃសេវាកម្មយើងនៅប្រទេសយើងបើប្រៀបធៀបជាមួយតំបន់អឺរ៉ុបយើងនៅតម្លៃសមរម្យជាងគេអញ្ចឹងភ្ញៀវទេសចរគេអាចអញ្ជើញមកគេចំណាយពេល relax ស្រួលខ្លួន1ខែ2ខែបានគេត្រឡប់ទៅវិញដើម្បីបន្តធ្វើកិច្ចការរកទទួលទានចិញ្ចឹមជីវិតតទៅទៀតបាទសូមអរគុណបងបានន័យថាគេគោលបំណងគេមកទេសចរនោះគឺទី1គេបានសម្រាប់អីចឹងទៅទី2តើតើនឹងឬក៏គេចង់សិក្សាស្រាវជ្រាវទៅលើប្រធានបទណាមួយដែលគេចង់ដឹងហើយទី3ហ្នឹងគឺថាចំណាយប្រាក់តិចមែនតើសម្រាប់ការមកទេសចរនៅក្នុងប្រទេសកម្ពុជាយើងព្រោះបានន័យថាប្រទេសកម្ពុជាយើងសម្បូរទៅដោយធនធានធម្មជាតិធនធានបានន័យថាទាំងសម្បត្តិវប្បធម៌អរិយធម៌អីវាសម្បូរបែបអញ្ចឹងអ្នកទេសចរគាត់ទៅរំសាយអារម្មណ៍នឹងធ្វើឲ្យមកវិញគាត់មានភាពមានធម៌ពលនៅក្នុងរាងកាយហើយមានសក្តានុពលមួយទៀតគឺគាត់មកវិញគាត់ថាអូប្រទេសគេពិតជាទទួលបានបានន័យថាទទួលរាក់ទាក់យើងបានយ៉ាងកក់ក្ដៅហើយមានអ្វីផ្លែកដែលយើងពុំដែលឃើញពុំដែលដឹងយ៉ាងទៅគាត់ក៏ជួយផ្សព្វផ្សាយបន្ថែមមកឲ្យវិស័យទេសចរខ្មែរយើងបានកាន់តែមានភាពរីកចម្រើនអញ្ចឹងក៏សូមអរគុណទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទាំងអស់ដែលបានមកទស្សនានៅក្នុងប្រទេសកម្ពុជាយើងផងដែរចា៎សូមអរគុណបាទ